នៅថ្ងៃទី3ខែតុលាឆ្នាំ2025មេតបភូមិភាគទី1របស់ថៃទាមទារឲ្យកម្ពុជាដាក់សំណើស្ដីពីផែនការជំលៀសពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យយ៉ាងយូរបំផុតនៅត្រឹមថ្ងៃទី7ខែតុលាឆ្នាំ2025ប្រសិនមិនចង់ឃើញភាគីថៃពាក្យឯកាមិនចូលរួមកិច្ចប្រជុំទ្វេភាគីសាជាថ្មីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់វិទ្យុបារាំងអន្តរជាតិ FE នៅថ្ងៃសៅរ៍នេះថាកម្ពុជាមិនអាចធ្វើអ្វីទៅតាមការចង់បានរបស់ភាគីថៃបានឡើយកាសែតថៃនៅថ្ងៃសៅរ៍ទី4ខែតុលានេះបានចុះផ្សាយការលើកឡើងរបស់មេតបភូមិភាគទី1របស់ថៃដែលថាភាគីថៃបានផ្ញើលិខិតកាលពីថ្ងៃទី3ខែតុលាទៅកាន់យុទ្ធភូមិភាគទី5របស់កម្ពុជាដើម្បីទាមទារឲ្យកម្ពុជាត្រូវតែបង្ហាញផែនការជំលៀសពលរដ្ឋរបស់ខ្លួនចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូបាយ័នស្រុកអូជ្រៅភាគីថៃបានគម្រាមពន្យាពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ RBC